បរិសម្នាក់បានលងទឹកស្លាប់នៅពេលដែលរូបគេចេញទៅលើកលបជាមួយឪពុកនៅក្នុងទន្លេនៅវេលាម៉ោង 5:30 នាទីព្រឹកថ្ងៃទី 1 សីហា 2013 ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថាខុតគង់អាយុ 31 ឆ្នាំមានប្រពន្ធឈ្មោះឡាវសុកណាអាយុ 26 ឆ្នាំមានកូន 2 នាក់នៅក្នុងបន្ទុកមុខរបរនេសាទត្រីនិងធ្វើចំការរស់នៅក្នុងភូមិឫស្សីដគួចឃុំជលសាស្រុកជួរគិរីខេត្តកំពង់ឆ្នាំងប្រភពពីសមត្ថកិច្ចស្រុកជួរគិរីបានឲ្យដឹងតាមរយៈទូរស័ព្ទថានៅមុនពេលកើតហេតុជនរងគ្រោះចែកទូកជាមួយឪពុកឈ្មោះខៀវខឿនអាយុ 46 ឆ្នាំទៅលើកលបនៅតាមទន្លេខណៈដែលឪពុកឡើងទៅបត់ជើងចតទូកបុកច្រាំងទុកឲ្យជនរងគ្រោះជាកូននៅអង្គុយចាំលើទូកលុះដល់ពេលប្រកាច់ធ្លាក់ទឹកស្លាប់តែម្ដងដោយឪពុកពុំដឹងសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនរងគ្រោះខាងលើធ្លាប់មានជំងឺប្រកាច់នេះជាប្រចាំគឺឈួតជ្រូកក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានឪពុកដឹកយកមកលំនៅឋានរៀបចំធ្វើបុណ្យទៅតាមប្រពៃណីដោយឡែកនៅវេលាម៉ោង 5:30 នាទីល្ងាចថ្ងៃទី31 កក្កដា 2013 កន្លងទៅក៏មានក្មេងស្រីម្នាក់ឈ្មោះភឿនសុកជាអាយុ 7 ឆ្នាំបានរត់លេងនៅក្នុងភូមិជាមួយក្មេងៗធ្លាក់ចូលក្នុងអណ្ដូងទឹកពុំមានលងស្លាប់ខណៈដែលឪពុកម្ដាយក្មេងស្រីពុំនៅផ្ទះចេញទៅធ្វើការនៅប្រទេសថៃទុកក្មេងស្រីឲ្យនៅជាមួយជីដូនចាស់ដែលរស់នៅក្នុងភូមិតាឃុំតាស្រុកកំពង់លែងប្រភពពីសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាក្រោយពីបាត់ក្មេងស្រីយូរពេកពុំឃើញមកហូបមួយនោះជីដូនក៏បានដើររកនិងសាកសួរក្មេងៗទើបដឹងថានាងធ្លាក់អណ្ដូងទឹកស្លាប់បាត់ទៅហើយព្រាមនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិនៅជិតនោះនាំគ្នាស្រង់យកមកធ្វើបុណ្យទៅតាមប្រពៃណីរាយការណ៍ពីខេត្តកំពង់ឆ្នាំងសុខារិនអប្សរាណែត